រឿងស្អុយក៏ក្រកក្នុងរង្វង់សិល្បៈថៃប៉ូលីសចាប់ខ្លួនប្រធានក្រុមចម្រៀងអ៊ីសាក់និងតារាចម្រៀងល្បី100នាក់ផ្សេងទៀតពីបទលេងថ្នាំនិងជួញដូរគ្រឿងញៀនតាមរយៈសារព័ត៌មានកំសាន្តថៃអ៊ីចាន់បានចេញផ្សាយនៅថ្ងៃទី18ខែមិនិនាឆ្នាំ2025ម្សិលមិញនេះថាសមត្ថកិច្ចថៃបានចាប់ខ្លួនមេខ្លោងក្រុមចម្រៀងល្បីថៃអ៊ីសាក់គឺលោកហ្សាក់ជាតារាចម្រៀងល្បីនៅទសវត្សរ៍ទី90ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀននិងបានរកឃើញមានតារាល្បីៗជាង100នាក់ផ្សេងទៀតសុទ្ធតែជាប់ពាក់ព័ន្ធលោក Prince Mekhanan ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានឲ្យដឹងថាករណីឃាត់ខ្លួនតារាចម្រៀងល្បីខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីបើកការស៊ើបអង្កេតហើយរកឃើញថាជនជាតិថៃ2នាក់ត្រូវបានចាប់ខ្លួននៅប្រទេសចិនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅលើបណ្ដាញសង្គមអនឡាញដែលជាប្រភេទមាតកោនិងបានបន្តជួញដូរតាមរយៈក្រុម LINE នៅក្នុងក្លឹបកម្សាន្តតំបន់សុធីសាន់និងរចដាបើតាមប្រភពពី Amarin TV បានផ្សាយឲ្យដឹងបន្ថែមថាតារាចម្រៀងប្រុសដែលជាមេក្រុម Isaac បានលួចលាក់ប្រើប្រាស់និងទិញថ្នាំញៀនប្រភេទមាតកោនេះជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃមានចំនួនចន្លោះពី1ទៅ2ក្រាមជាប្រចាំសមត្ថកិច្ចថៃអះអាងថាក្រៅពីមេក្រុមចម្រៀងល្បីដែលធ្លាប់គ្រប់គ្រងតារាចម្រៀងផ្សេងៗនៅក្នុងរង្វង់សិល្បៈជាអ្នកប្រើប្រាស់និងជួញដូរហើយនោះក្នុងនោះតារាល្បីៗ100នាក់ផ្សេងទៀតសុទ្ធតែជាប់ពាក់ព័ន្ធនិងបានទិញថ្នាំញៀននៅក្នុងក្រុម LINE យ៉ាងណាមិញសមត្ថកិច្ចថៃប្រមូលបានវត្ថុតាំងរួមមានថ្នាំញៀនប្រភេទមេតាំហ្វេតាមីនគ្រីស្តាល់មាសពណ៌ផ្កាឈូកនិងអេស្ត្រាស៊ីដែលបានលាក់ទុកក្នុងប្រអប់គ្រឿងសម្អាងដើម្បីប្រគល់ជូនអតិថិជនរួមទាំងវត្ថុតាំងមួយចំនួនផ្សេងទៀតដូចជាមេតាំហ្វេតាមីន កេតាមីន MDMA ឧបករណ៍វេចខ្ចប់មេត្តាឋានឌីជីថលម៉ូតូចំនួន15គ្រឿងនិងសៀវភៅគណនីធនាគារសូមជម្រាបថាតារាចម្រៀងថៃវ័យ47ឆ្នាំដែលធ្លាប់ជ្រកកោនក្រោមផលិតកម្ម GMM រូបនេះព្រមសារភាពទទួលទោសដើម្បីបញ្ចប់រឿងនេះមិនបន្តនីតិវិធីទៅដល់តុលាការដែលបទចោទប្រកាន់កាន់កាប់គ្រឿងញៀនមានទោសជាប់ពន្ធនាគារពី1ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី 20,000 បាតទៅ 10,000 បាតដោយឡែកសមត្ថកិច្ចថៃនៅតែបន្តស៊ើបអង្កេតនិងចាប់ខ្លួនក្រុមតារាល្បីៗផ្សេងទៀតដើម្បីដំណើរការតាមនីតិវិធីផងដែរត្រយ៉ងនាំសារពិតគ្រប់ទីកន្លែង